ហើយអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើ project report មួយទៀតដែលយើងនឹងប្រើរូបមន្ត sum if មាន s ដែលសារយើងប្រើពីរលក្ខខណ្ឌទីមួយយើងប្រើ activity នេះមួយហើយយើងប្រើ quarterly នេះមួយអូខេ quarterly នេះមួយដើម្បីធ្វើ link report ពី detail expenditure អានេះយើង expend នៅពេលអ្នកអាច generate ពី system ឬក៏ whatever នេះយើងធ្វើ report សម្រាប់ submit ទៅឲ្យ donor ដែលគេទាមទារ report របៀប budget ប្រៀបធៀបជាមួយនឹងចំណាយជាក់ស្ដែងតាមគាត់ទៅមួយមួយអូខេអញ្ចឹងយើងប្រើរូបមន្តរបស់យើងដូចតទៅប្រើសញ្ញាស្មើមក sum if s អូខេក្នុងករណី sum if មាន s នេះគឺយើងមើលrequirement របស់រូបមន្តអញ្ចឹងរូបមន្តរបស់គេមាន sum rank មានថាបូកពីចំនួនមុនហើយបន្ទាប់មក criteria rank មួយណាដែលយើងចង់ដាក់មុនក៏បានដែរក្នុងចំណោមពីរហ្នឹងហើយបន្ទាប់មក criteria អូខេហើយយើងបន្តរហូតចឹងមកតាមលក្ខខណ្ឌដែលយើងមាននៅក្នុងហ្នឹងអូខេអញ្ចឹងយើង sum rank យើងជាមួយនេះគេកន្លែងនេះយើង select វា all ចឹងមកអូខេហើយយើងF4 មួយមកដើម្បីយើង absolute វាដល់មកយើង criteria rank គឺកន្លែងណាគឺ quarter យើងយកអាណាមុនក៏បានដែរឥឡូវថាយើងយក activity មុនអូខេអញ្ចឹងយើង select វាមកអញ្ចឹងមកហើយយើង absolute វាទៀតទៅហើយយើង comma មួយទៀតមកហើយយើងមកយក criteria អញ្ចឹង criteria គឺអានេះអញ្ចឹងយើង comma មួយទៀតមកយើងទៅយក criteria rank មួយទៀតអូខេនៅក្នុងនេះគឺ quarter អូខេអញ្ចឹងយើង absolute វាមួយទៀតមកហើយយើង comma យើងទៅយក criteria របស់យើងគឺនៅនេះដោយសារនេះវាពីលើអញ្ចឹងយើងត្រូវabsolute វាបើមិនអញ្ចឹងទេវានឹងចាប់បន្តបន្តិចគ្នាអញ្ចឹងយើង absolute វាមក F4 មួយទៀតមួយមកហើយយើង enter អូខេអញ្ចឹងយើងអូសមករហូតដល់បញ្ចុងបញ្ចប់មកអូខេនេះគឺជា report របស់យើងសម្រាប់ quarter ទី1បានមកដល់ហើយអូខេអញ្ចឹងបើសិនជាអស់អ្នកទាំងអស់គ្នាលុបអានេះវិញអញ្ចឹងចំណាយនេះ0អញ្ចឹងបើអ្នកគ្រាន់តែអស់គ្នាគ្រាន់តែចាប់អានេះមកអញ្ចឹងវានឹងreport ឲ្យយើងក្នុង quarter 1ហ្នឹងគឺមកវិញហើយអញ្ចឹងមានថាបើយើងលុបកន្លែងណាមួយកន្លែងនោះលក្ខខណ្ឌណាមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងអស់ហ្នឹងគឺវានៅ report របស់យើងចេញ0ឧបមាថាបើយើងលុបកន្លែងនេះចោលអញ្ចឹងកន្លែងហ្នឹងក៏ចេញ0ដែរអញ្ចឹងត្រឡប់មកវិញហើយបើអ្នកទាំងគ្នាចង់មើល report ខ្ញុំដាក់តិចឲ្យមួយដើម្បីឲ្យហើយខ្ញុំ copy ទាំងដាក់ទាំងអស់ឲ្យអ្នកទាំងគ្នាមើលដាក់កន្លែងនេះមួយមកដើម្បីយើងមើលទាំងអស់គ្នានេះខ្ញុំឆេងឲ្យទៅជារូបមន្តវិញយើងគ្រាន់តែលុបអានឹងចេញវិញមកវាទៅជារូបមន្តវិញហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនេះបាននេះគឺជារូបមន្តដែលយើងបាន set up ហើយអានេះdetail expense នេះយើង set up វាជា table អូខេយើង set up វា table ដែល set up table អ្នកទាំងអស់គ្នាដឹងហើយគឺយើងរៀនបើអ្នកទាំងអស់គ្នាអត់ទាន់ចេះធ្វើរបៀបធ្វើ table ទេ set up table ទេអាចតាក់ទងមកខ្ញុំប៉ុន្តែងាយស្រួលទេខ្ញុំឧទាហរណ៍ឲ្យមួយកន្លែងនេះហើយខ្ញុំគាត់ copy កន្លែងនេះមួយទៅ control C ហើយខ្ញុំយកថ្មីហើយខ្ញុំដាក់កន្លែងនេះចុះហើយយើងថាយើងចង់បង្កើត table ហើយយើងក៏ select ទៅពី column នេះមកក៏បានដែរហើយយើងចុច control T អញ្ចឹងវាសួរយើងតើ table របស់យើងមាន header អញ្ចឹងយើងថាយើងចង់មានអញ្ចឹងយើង click អូខេអញ្ចឹងយើងបាន table ហើយអញ្ចឹងនៅពេលដែលយើង copy ទៅនៅនេះឧទាហរណ៍ថាខ្ញុំ copy ទៅនៅនេះតប៉ុណ្ណេះមក control C ហើយខ្ញុំយកមក paste នៅកន្លែងនេះ home ហើយខ្ញុំpaste value អញ្ចឹងវានឹង reach table វានឹង reach ហើយការគណនាក៏វានឹងតាមនឹងអូខេនេះគឺជាឧទាហរណ៍ឲ្យអ្នកនរគ្នាមើលពីរបៀបធ្វើset up
បង្កើតជា table ដែលអាចឲ្យវាគណនាដោយស្វ័យប្រវត្តិអូខេអញ្ចឹងខ្ញុំលុបនេះវិញអ្នកនរគ្នាអាចបង្កើតដោយខ្លួនឯងបានចឹងអូខេអរគុណច្រើនអញ្ចឹង report របស់យើងមកដល់នេះ Q1 យើងបាននេះហើយឧបមាថាដល់ Q2 យើងមានសម្បត្តិចិត្ត adjustment ឧបមាថាយើងយើងយើងថាកន្លែងនេះយើងកន្លែងនេះយើងថាប៉ុសនឹងត្រូវបានគេ eliminate អញ្ចឹងយើង eliminate អញ្ចឹងយើងដកបាត់ចិត្តនឹងចេញអញ្ចឹងមានន័យថាប្រហែលថាយើងដក1000ហើយយើងដកប្រមាណចេញប្រហែលថាវាលុបចោលអញ្ចឹងយើងធ្វើការគណនាខាងក្រៅនេះមកប៉ុសនេះប្រហែលថាគេ eliminate អញ្ចឹងប្រហែលថាឥឡូវយើងចាយត្រឹម Q1 អស់1300បាត់ចិត្តរបស់វាប៉ុណ្ណេះវាសល់ប្រហែលអញ្ចឹងកន្លែងនេះស្មើកន្លែងនេះដកឲ្យកន្លែងនេះអូខេអញ្ចឹងវាសល់3000ជាងអញ្ចឹងគាត់ថាពេលប៉ុសនឹងគេ eliminate អញ្ចឹងយើងយកមកដាក់ second revision មកយើងផេះប៉ុន្តែយើងដាក់សញ្ញាដកអូខេអញ្ចឹងមានន័យថាបាត់ចិត្តនេះត្រូវបាន revision យើងដាក់ពណ៌ក្រហមមកមានន័យថាគេ eliminate ប៉ុសនេះអញ្ចឹងមានន័យថាប៉ុសនឹងលេងមានហើយយើងកាត់បាត់ចិត្តហើយយើងចង់យកទៅបូកកន្លែងណាថាយើងបូកឲ្យយើងបូកកន្លែងនេះអញ្ចឹងយើងបូកប្រហែលយើងបូកអញ្ចឹងយើង control C មកយើងចង់បូកកន្លែងនេះអញ្ចឹងយើងpaste value មកហើយយើងលុបសញ្ញាដកចោលមកយើងមើលមានន័យថាបាត់ចិត្តរបស់យើងវាប្រែប្រួលទៅក្នុង quarter ប៉ុន្តែ total វាអត់ប្រែប្រួលអញ្ចឹងមានន័យថាកន្លែងនេះដកវាមានកន្លែងណាមួយបូកអញ្ចឹងមានន័យថាពេលយើងធ្វើបាត់ចិត្ត adjustment មានថាយើង revision ឬក៏យើងកាត់នៅពេលដែលមានexchange loss ឬស្អីអីយើងអាចដកអញ្ចឹងយើងអាចដកទៅយើងគ្រាន់តែវាយសញ្ញាដកអញ្ចឹងទៅបាត់ចិត្តនេះនឹងថយឧបមាថានៅដល់ quarter 3យើងបាត់ចិត្ត adjustment ដោយសារexchange loss យើងថាដកកន្លែងនេះ100យើងដក100អញ្ចឹងយើងវាយសញ្ញាដកអូខេយើងដក100ដកកន្លែងនេះអត់ទេដោយសារកន្លែងនេះដករួចហើយអញ្ចឹងយើងដកអូខេអញ្ចឹងទៀតអូខេអញ្ចឹងមានន័យថាបាត់ចិត្តចុងក្រោយរបស់វាកាលពីមុនវា976 17,796ឥឡូវមកដល់17,696ដោយសារយើងដក100អញ្ចឹងមកដល់ទៅនេះយើងអាចធ្វើតគ្នាអញ្ចឹងអានេះបាត់ចិត្តនេះវាប្រែប្រួលទៅតាមកន្លែង revision នេះអញ្ចឹងមានន័យថាដល់ចុងឆ្នាំយើងគ្រាន់តែយកចំនួនបាត់ចិត្តដែលគេកាត់ចេញយកមកដាក់មកអញ្ចឹងវានឹងបង្ហាញយើងហើយចំណាយយើងចេះថាអាប់ដេតចំណាយមកតាមនេះទៀតមកណាអាប់ដេតចំណាយពី Q1 Q2 អញ្ចឹងមកនេះពេល Q2 យើងក៏ select នេះមកយើងរើស Q2 អញ្ចឹងមកហើយយើងចាយតហើយនេះគឺការ comparison របស់យើងហើយអានេះបើក្នុងអ្នកចង់ validate ពី journal ក៏បានពីនេះក៏បានទៅការ set up ហ្នឹងត្រូវអត់ដែលអាច validate វាអញ្ចឹងដើម្បី make sure ថា report របស់យើងអត់មានកំហុសផ្នែកតួលេខទេអញ្ចឹងថ្ងៃហ្នឹងមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាបើអ្នកចាប់អារម្មណ៍មានទំនាក់ទំនងនៅក្នុងវីដេអូនេះស្រាប់ហើយបើចង់បានឯកសារអាចតាក់ទងណាសូមអរគុណច្រើនសូមជម្រាបលាបាយបាយ